ជំរាបសួរបងប្អូនបងប្អូនគ្នាសម្រាប់វីដេអូថ្ងៃនេះខ្ញុំបង្ហាញអំពីប្រភេទ UV សម្រាប់សម្លាប់មេរោគនៅក្នុងប្រព័ន្ធម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធឬមួយក៏ជាប្រភេទប្រព័ន្ធចម្រោះទឹកស្អាតចាអញ្ចឹង UV នៅខាងមុខនេះខ្ញុំនេះគឺជាប្រភេទ UV ដែលមានកម្លាំង55វ៉ាតចាអញ្ចឹង UV ចាគឺមានតួនាទីសំខាន់ខ្លាំងមែនទែននៅក្នុងប្រព័ន្ធចាចម្រោះទឹកស្អាតនិងប្រព័ន្ធម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធចាអញ្ចឹងសម្រាប់ឈុតអំពូល UV នេះគឺមានចាសម្ភារៈនៅខាងក្នុងនេះដែលខ្ញុំបង្ហាញទី1គឺមានប្រភេទអំពូលចាអំពូលចំនួន1ចាអញ្ចឹងអំពូលនេះគឺយើងបញ្ជាក់ចានៅក្នុងនឹងគឺមានកម្លាំង55វ៉ាត់គឺមានលេខនៅលើនឹងតែម្ដងបងប្អូនចាហើយទី2នេះគឺជាប្រភេទកៅស្រោបដែលយើងដាក់នៅក្នុងដាក់នៅខាងក្រៅអំពូលណាបងប្អូនអញ្ចឹងខ្ញុំបង្ហាញនៅក្នុងនោះបងប្អូនមើលប្រភេទអំពូលចាសម្រាប់យើងដាក់ប្រភេទអំពូលនោះចូលទៅក្នុងកៅស្រោបតែម្ដងដើម្បីការពារជំរាបទឹកផងដែរអញ្ចឹងយើងមានចាប្រភេទអំពង់ចាសម្រាប់ចាប់ជាមួយនឹងប្រភេទប្រព័ន្ធទយោរបស់យើងសម្រាប់ធ្វើការចាតទយោឲ្យយើងភ្ជាប់ប្រព័ន្ធដំណើរការទឹកដើម្បីសម្រាប់មេរោគនៅក្នុងទឹកពុកម៉ែបងប្អូនផងដែរហើយនៅក្នុងឈុតហ្នឹងក៏មានជាមួយនឹងជើងចាប់សម្រាប់ត្រ UV ចាជាមួយនឹងដុំបន្លាក់ដែលយើងដោតជាមួយនឹងដូចភ្លើងរបស់យើងតែម្ដងចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការចង់បានជាប្រភេទអំពូល UV ដែលកម្លាំង55វ៉ាតហើយតម្លៃល្អបងប្អូនត្រូវការផ្លាស់ប្ដូរប្រភេទគ្រឿងបន្លាស់ចាប្រភេទការស្រោបដុំបន្លាស់ឬមួយក៏ជាប្រភេទអំពូលបងប្អូនអាចធ្វើការតាក់ទងកម្មងបានចាសូមអរគុណសូមជម្រាបលា